សំណួរចោលសរសេរពីរបៀបធ្វើស្រែនៅមូលដ្ឋានរបស់បងប្អូនចម្លើយពេលមានភ្លៀងធ្លាក់ប្រជាកសិករនៅភូមិតែងតែនាំគ្នាទៅភ្ជួរត្រឡប់ដីស្រែរបស់ពួកគាត់ឲ្យទាន់ដើមរដូវវស្សាបន្ទាប់មកពួកគាត់បានយកស្រូវពូជទៅសាបលើថ្នាលដែលពួកគាត់បានរៀបចំរួចរាល់ហើយរយៈពេល1ខែក្រោយមកពួកគាត់ក៏នាំគ្នាដល់សំណាបដើមយកទៅស្ទូងលើដីស្រែពួករបស់គាត់បន្ទាប់ពីគាត់ដកសំណាបរួចរាល់គាត់ទុកវាមួយយប់ពេលនោះគាត់ក៏បានភ្ជួរស្រែម្ដងទៀតដោយរាស់យកស្មៅចេញបន្ទាប់មកក៏យកសំណាបទៅស្ទូងពេលស្ទូងរួចរយៈពេលស្រូវបែកគុំក៏យកដីលាមកសត្វនិងជីគីមីមកបាច់លើស្រែដែលស្ទូងម្យ៉ាងទៀតក៏ប្រើថ្នាំសម្លាប់សត្វល្អិតផងដែរពួកគាត់ខិតខំថែរក្សាស្រូវរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់រហូតដល់ស្រូវរបស់គាត់ទុំហើយទើបពួកគាត់ប្រមូលផល